ពុទ្ធអើយពេលស្ដាប់បងប្រុសបង្កើតរបស់សពរបស់ជនរងគ្រោះទើបដឹងច្បាស់ថាធាតុកោពុតជាកម្ពុជាល្បិចសាហាវបំផុតបាននៅក្នុងនេះគឺយើងឃើញថាស្ត្រីដែលជាឃាតករប្រើពាក្យខ្លួនឯងបាទប្រើពាក្យថាខ្លួនឯងសិតតែឆ្លាតបាទសិតតែឆ្លាតហើយសាហាវព្រៃផ្សៃណាស់បាទនៅបន្ទាប់ពីយើងបានឃើញពីសកម្មភាពនៃការធ្វើត្រាបហើយយើងបានឃើញអំពីសកម្មភាពដែលគាត់បាននិយាយបាទពិតជាសាហាវព្រៃផ្សៃមែនទែនបាទអញ្ចឹងនៅក្នុងនេះគឺមានវីដេអូបង្ហាញផងដែរបាទសូមប្រិយមិត្តទស្សនាវីដេអូនេះជាមួយនឹងខ្ញុំទាំងអស់គ្នាបងប្អូនអរគ្នានេះបងប្រុសម្នាក់នេះគឺជាសាច់ញាតិរបស់បងស្រីដែលបានស្លាប់យ៉ាងណាគាត់មានអីចង់និយាយទៅកាន់ប្រិយមិត្តបងសុំទៅខ្ញុំបាទផានពីរ៉ូនជាយោធានៅក្នុងកฎការឡាយដល់ទឹកជើងគោកខ្ញុំបាទងឹតទុកជាខ្លាំងដោយសារបាត់បងប្អូនស្រីគឹមយ៉ាននាងនៅថ្ងៃទី3ម៉ោង10ព្រឹកដោយសារឃាតករមុខស្រស់ម្នាក់ធ្វើបាបប្អូនស្រីរបស់ខ្ញុំនៅក្នុងផ្ទះជួលរបស់គាត់នៅចិត្តសាកដាលជាប់របងគុកទេ3ពេលនោះគាត់បានយកប្អូនស្រីរបស់ខ្ញុំទៅរត់កសម្លាប់នៅក្នុងបន្ទប់ទឹកក្រោយពេលស្លាប់ហើយគាត់បានយកសពប្អូនស្រីរបស់ខ្ញុំទៅទុកចាក់សោទុកក្នុងបន្ទប់រយៈពេលពីម៉ោង10រហូតដល់ម៉ោង8យប់8ទៅ9យប់ម៉ោងប្រហែលជាម៉ោងបន្តមកទៀតម៉ោង10យប់គឺគាត់យកសពប្អូនស្រីរបស់ខ្ញុំទៅទុកនៅក្នុងទូក្លាសេនៅក្នុងបន្ទប់ទីនៅក្នុងផ្ទះជួលของគាត់ពេលគាត់ទុកនៅក្នុងនោះហើយរយៈពេលព្រឹកឡើងស្អែកទៀតព្រឹកឡើងគាត់ធ្វើពិធីខួបកំណើតកូនស្រីគាត់ដោយទុកសពអូនស្រីរបស់ខ្ញុំនៅក្នុងទូក្លាសេនឹងដដែលថ្ងៃទី5បន្ទាប់ទៀតទៅគាត់ជាសពអូនស្រីខ្ញុំជាកំណាត់ហើយច្រកថងយកទៅបោះចោលនៅវត្តទលេយប់ថ្ងៃទី6ម៉ោងប្រហែលជាម៉ោង10ចុបគាត់ក៏បានជានឹងពុះបំដែកសពមួយចំណែកយកទៅបោះចោលនៅវត្តទលេបន្តទៀតព្រឹកឡើងថ្ងៃទី7គាត់ក៏បានជាសាកសពនឹងជាបំណែកញ៉ាតាមកូនប្រុសរបស់គាត់យកទៅបោះចោលនៅក្នុងធុងសម្រាមរហូតដល់អស់សពពីផ្ទះតែវាជាអកុសលឈាមស្រែកសម្ដេចហើយយើងបានរកឃើញផុសតាងជាម៉ូតូ Today ម៉ាកពាក់ផ្លាកលេខ 1GP 9914បាទយើងបានរកឃើញនៅទំនប់បឹងតំពុនពេលនោះហើយដែលយើងមានពន្លឺថាយើងមានសង្ឃឹមនឹងហៅយកហៅរកអ្នកបង្កយកមកផ្ដោះទៀតទៅពេលដែលយើងបានផុសតាងនឹងមកហើយគឺចម្លើយសារភាពកូនប្រុសច្បងប្រកបអាយុ14ឆ្នាំអ្នកសារភាពថាម្ដាយរបស់ខ្លួនបានបញ្ជា
ឲ្យយកម៉ូតូទៅបោះចោលឲ្យកាន់តែឆ្ងាយកាន់តែល្អបាទបន្តទៀតនោះពេលនោះកូនប្រុសនោះឆ្លើយថាចុះមីលៀងតារាមិនចាំបាច់ស៊ូមិនខលឲ្យទាំងអស់បាច់ចាត់ស៊ូគាត់មិនឲ្យកូនគាត់ស៊ូបាទពេលហ្នឹងហើយដែលយើងមានពលឺថាយើងមានទាំងផុសតាងយើងមានទាំងសាក់សៃបានយើងអាចចាប់របស់គាត់បានបាទបើសិនជាយើងគ្មានបើសិនជាយើងមិនរកម៉ូតូនឹងឃើញទេគឺមិនអាចចាប់របស់គាត់បានទេបាទហើយគាត់នេះគាត់សាហាវគាត់ទាំងធ្វើគាត់ទាំងជីគាត់ទាំងសម្រាប់ពេលសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌដូនពេញគាត់ហៅស៊ូគាត់គ្មានតក់ស្លុតសំបីទេអត់មានតក់ស្លុតអីសោះញញឹមរស់រាយគាត់សម្ដែងហាក់ដូចជាគាត់ស្មោះសរគាត់មិនបានធ្វើអស្ចារ្យចិត្តកោមុខស្រស់នេះគឺអស្ចារ្យចុងក្រោយបងមានអីសំណុំពរទៅខាងសមាជិកជាតិទៅការផ្ដន់ទោសពីលើកិច្ចការនេះបងខ្ញុំចង់ឲ្យសមាជិកផ្ដន់ទោសដាក់គុកគាត់មួយជីវិតមិនស្មើនឹងការជឿចាប់របស់ខ្ញុំដែលខ្ញុំបាត់បង់ប្អូនស្រីដល់សាហាវព្រៃផ្សាយបែបនេះទៅបងមានអីចង់ថ្លែងណោះគុណនៅសមាជិកជាតិទៅនឹងរឿងនេះខ្ញុំបាទសូមថ្លែងអំណរគុណដល់កងរាជអាវុធហត្ថខណ្ឌដូនពេញគាត់បានដុតដៃដុតជើងរួមទាំងមេបញ្ជាការរងនិងកងរាជអាវុធហត្ថទាំងអស់ដែលបានសហការរួមជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញសូមថ្លែងអំណរគុណដល់ជ្រាបស្រុកបើសិនជាគ្មានវត្តមានពូគាត់ទេគឺករណីនេះគឺមិនអាចរកបានមិនអាចចាប់ឃាតករនេះបានទេបាទឃាតករនេះគឺសាហាវបាទអរគុណប្រិមិត្តឪពុកម៉ែបងប្អូនអរគ្នានេះជាការរាប់រៀបបាទពីបងប្រុសបងប្រុសនេះបាទនៅប្រមាញ់អតិថិករណីនេះជាមួយនឹងសមាជិកមករហូតហើយគាត់ក៏ជាមន្ត្រីរាជការមួយរូបផងដែរហើយខ្ញុំអត់មានអីច្រើនទេគេជាមួយចូលរួមរែកទៅជាមួយនឹងគ្រួសារបងជាមួយនឹងការបាត់បង់បងស្រីនេះបាទកំហុសឆ្គងប្រការណាមួយសំខាន់តែជាស្រ័យពីគេជាមួយបាទសូមអរគុណបងប្អូនអរគ្នានេះគឺជាភាពផ្ដុកផ្ដួលរបស់សាច់ញាតិគ្រួសារនៃសពបាទតែយើងត្រូវថាយើងត្រូវយីប្អូនមកត្រូវយីប្អូនក៏ត្រូវបងរបស់គាត់ដែរហើយគាត់បាទហើយគាត់កំពុងតែមានអារម្មណ៍ថាក្តុកក្តួលហើយគឺជាសម្លេងមួយដែលយើងពិបាកនឹងទទួលយកមែនតើហើយដូចបាទដូចគេសុំមួយបានរៀបរាប់ចោលនេះគឺជាការភាពដុកដូលដែលធ្វើការបាត់បង់ដល់សាច់ញាតិដ៏សំខាន់មួយផងដែរសូម្បីតែគេសុំមួយអនុអធិប្បាយក៏មានអារម្មណ៍ថាក្តុកក្តួលដែរដូច្នេះសូមពុកម៉ែបងប្អូនទាំងគ្នាមកប្រុងប្រយ័ត្នទាំងអស់គ្នាមនុស្សបាទពិបាកក្នុងការទុកចិត្តគឺយើងកុំទៅក្បែរសពបាទគឺខ្ញុំមានតែប៉ុណ្្នឹងសូមអរគុណបាទបន្ទាប់ពីប្រិយមិត្តបានទស្សនានៅវីដេអូនេះហើយបាទពិតជាសាហាវព្រៃផ្សាយមែនទែនចំពោះគិតកោដែលសាហាវម្នាក់នេះបាទកាប់កញ្ច្រាមបាទកាប់សុកកញ្ច្រាមតែម្ដងហើយបងប្រុសម្នាក់ដែលគាត់បាននិយាយជាមួយនឹង location មួយដែល location មួយបានសម្ភាសជាមួយនឹងបងប្រុសដែលជាបងប្រុសបង្កើតរបស់ស្ត្រីដែលជាជនរងគ្រោះដែលបានស្លាប់ដោយសារតែគេកាប់កញ្ច្រាមនោះផងដែរយើងឃើញថាពិតជាអនោចធម៌មែនទែនហើយយើងឃើញអំពីល្បិចក៏ល្បិចសាហាវព្រៃផ្សាយរបស់ស្ត្រីដែលជាជនចាប់ចោតគឺជាឃាតករដៃឆៅជាឃាតករសាហាវព្រៃផ្សាយមិនគួរនឹងលើកលែងឲ្យទេបាទសាហាវមែនទែនហើយគាត់និយាយថាគាត់ធ្វើតែឯងការធ្វើតែឯងគ្មានអ្នកណាជឿទេមនុស្សម្នាក់ដែលយើងសម្លាប់គេហើយអ្នកនៅក្នុងផ្ទះអត់ដឹងវាមិនជារឿងមួយដែលគួរឲ្យជឿបាទកន្លែងហ្នឹងជនសង្ស័យឬក៏គិតកោដៃដល់សាហាវព្រៃផ្សាយយំខ្នងមួយនេះនិយាយមកគឺធ្វើឲ្យគេជឿហ្មងបាទថាខ្លួនឯងជាអ្នកប្រព្រឹត្តទាំងអស់នេះមានន័យថាគាត់ស៊ូជាប់ទោសខ្លួនឯងគាត់ឲ្យប្តីនិងកូនរបស់គាត់រួចខ្លួនទាំងអស់អាហ្នឹងលើកដាក់ខ្លួនឯងថាខ្លួនឯងជាអ្នកសាងទៅចោះបើតាមពិតទៅបើសិនជាប្តីឬក៏កូនគាត់អត់ដឹងរឿងហេតុហ្នឹងក៏គាត់មិនរត់ដែរមែនទេបងប្អូនបើគាត់មិនដឹងពីរឿងរ៉ាវនេះក៏គាត់អត់រត់ដែរតែហេតុអ្វីបានបច្ចុប្បន្ននេះគាត់រត់បាត់អស់មនុស្សដែលខុសគឺរត់ដែរមនុស្សដែលអត់ខុសគេហ៊ានទទួលយកការពិតនៅហ្នឹងគេរត់ទេពួកគេអត់បានធ្វើហេតុអីបានមកចាប់គេហេតុអីបានមកហ៊ានមកធ្វើអំពើបែបហ្នឹងសម្រាប់គេនោះគេថាមនុស្សដែលមានខ្លួនណាគឺចាប់ដើមភ័យខ្លួន
មនុស្សដែលអត់មានខ្លួនគឺអត់ភ័យបាទអញ្ចឹងខ្ញុំក៏សូមបញ្ចប់ព័ត៌មាននេះតែម្ដងបាទហើយជាការវិនិច្ឆ័យរបស់ទស្សនិកជនក្នុងវីដេអូនេះតែម្ដងទៅបាទអញ្ចឹងខ្ញុំសូមបញ្ចប់ព័ត៌មាននេះដើម្បីបន្តបាននូវព័ត៌មានបន្តទៀតសូមជួយចុច like ចុច share និងចុច subscribe លើ Channel Stand Up របស់យើងខ្ញុំផងដែរបាទសូមអរគុណសូមជម្រាបលា